សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានជាវីដេអូមួយចែកម្លែកទៅលើការ install EVE នៅលើ VMware ហើយមានសិស្សបងប្អូនមកសួរយើងថាគាត់ចង់ប្រើ EVE អញ្ចឹងអូខេខ្ញុំមានវីដេអូមួយចែកម្លែកទៅអូខេអញ្ចឹងយើងមុននឹងដល់ការតម្លើងយើងត្រូវយល់ពី EVE ហ្នឹងវាជាអីអូខេ EVE ជាអីយើងចូល Chrome នេះយើងបើកហើយអូខេនេះជា website របស់ EVE យើងបើក EVE យើងវាយយកមកងាកចូល chat អូខេអញ្ចឹងយើងត្រូវថា EVE ហ្នឹងវាជាអី EVE ហ្នឹងវាជា software មួយដែលយើងសម្រាប់បង្កើត network ឬក៏ simulation មួយដែលអនុញ្ញាតឲ្យយើងសាកល្បងនឹងរៀនពី networking ដោយមិនចាំបាច់មានឧបករណ៍ទេអញ្ចឹងយើងអាចតេស្តបាន EVE អញ្ចឹងមុខងារសំខាន់របស់វាអាចបង្កើត network topology ដោយក្រុមហ៊ុនពិតអញ្ចឹងហើយវាជាហើយ connect device ជាមួយនឹង trash ឬក៏ drop អីចឹងដើមAccess console តាម browser import image ដូចជា Cisco FortiGate ឬក៏ multi user ចឹងបើសិនជាក្នុងករណីថាយើងទិញជា version Pro ហើយ recommend ល្អសម្រាប់អ្នកដែលតេស្តទៅលើ CCNA CCNP ឬក៏ CCIE ល្អបើ EVE តេស្ត configuration មុន deploy ពិតល្អទេ simulation network enterprise lab សម្រាប់ cyber ចឹងជាដើមអូខេអញ្ចឹងយើងទៅបដ ாய் អូខេអញ្ចឹងយើងត្រូវបែងចែកទៀតថា EVE វាមានពី EVE download វាមានយើងចូល website វាសិនក៏បានយើងចូលកន្លែង download ទៅវាមានពាក្យថា download អញ្ចឹងក្នុង EVE វាចែកជាពីរទៀតវាមាន file ISO ជាមួយនឹង OVS file OVS ហ្នឹងគឺយើងអាចចូលគ្រប់ channel ខ្ញុំមានតម្លាក់ចូលក្នុងនោះតើទៅមួយ EVE អូខេអញ្ចឹង OVS និង ISO វាខុសគ្នាមិនអញ្ចឹង EVE ISO វាត្រូវបានមានន័យថាវាត្រូវបាន install ដោយ menu setup ហើយវាស្មុគស្មាញច្រើនអាច customize បានពេញលេញសមស្របទៅលើ lab ធំអាហ្នឹងនៅលើ ISO test advanced scenario អ្នក control system detail គឺវាសំខាន់បំផុតគឺវា flexible ប៉ុន្តែយើងត្រូវតែចំណាយពេលវាដើម្បី set up ទៅលើ EVE ISO អូខេអាហ្នឹងទៅលើ EVE ISO ហើយ EVE OVS វាជា EVE មួយវាជា VM template ដែលវា import ពី ISO ហ្នឹងរួចរាល់ហើយគ្រាន់តែយើង import ចូល VMware យើងអាច run បានអូខេយើងអាច search តិចមកយើងដាក់ថា EVE ISO and EVE OVS យើងចូលមើល image វាមកអូខេដូចជាអត់មានទេវាអត់មាន image ប៉ុន្តែវាបញ្យល់យើង